ឧបមាដូចជាពាក្យដែលគេបង្កើតឡើងថាចាញ់ជាព្រះឈ្នះជាមារបងប្អូនខ្ញុំសួរទៅបងប្អូនតើនៅក្នុងប្រវត្តិសាស្ត្រណាមួយណាប្រវត្តិសាស្ត្ររបស់ពិភពលោកប្រវត្តិសាស្ត្ររបស់ប្រទេសផ្សេងៗរួមទាំងប្រវត្តិសាស្ត្ររបស់ខ្មែរយើងជាង2000ឆ្នាំរួមទាំងប្រវត្តិសាស្ត្ររបស់ពលរដ្ឋខ្មែរយើងតាំងពីយុគសម័យថ្មបំបែកសម័យថ្មរំលែងសម័យលោហៈចូលមកដល់សម័យប្រវត្តិសាស្ត្រឈានចូលមកដល់សម័យកាលបច្ចុប្បន្នតើមានកន្លែងណាមួយដែលថាចាញ់ជាព្រះឈ្នះជាមារនោះគឺអត់មានឡើយច្បាប់នៃអាណាចក្រពាក្យថាចាញ់គឺត្រូវតែស្លាប់បើមិនស្លាប់ក៏คล้ายទៅជាទាសករដែរពាក្យថាឈ្នះនឹងคล้ายទៅជាម្ចាស់នឹងคล้ายទៅជាចវាយនឹងคล้ายទៅជាស្ដេចជាក់ស្ដែងសៀមគេបានត្រួតត្រាយើងពេលដែលគេវាយបែកទីក្រុងអង្គររបស់យើងពេលដែលគេវាយបែកទីក្រុងចតុមុខរបស់យើងពេលដែលគេវាយបែកទីក្រុងលង្វែករបស់យើងគឺគេសម្លាប់យើងយ៉ាងរង្គាលយើងคล้ายទៅជាសាកសពគោដូចជាភ្នំឈាមហូរคล้ายទៅជាបឹងចំណែកឯគេដែលឈ្នះគេคล้ายទៅជាស្ដេចគេคล้ายទៅជាចវាយបងប្អូនធ្លាប់ឮពាក្យមួយគេហៅថាសម័យលោកម្ចាស់ទេសម័យលោកម្ចាស់ណាជនបរទេសគេឈ្លានពានយើងនៅក្នុងសម័យចតុមុខបន្ទាប់មកគេយកយើងធ្វើជាទាសករបំរើគេជាបាវព្រាវរបស់គេហើយគេคล้ายទៅជាចវាយរបស់យើងហៅថាសម័យលោកម្ចាស់ឃើញទេទ្រឹស្ដីដែលនិយាយថាចាញ់ជាព្រះឈ្នះជាមារវាគឺជាមនោគមរបស់សត្រូវដែលគេប្រើឡើងដើម្បីឲ្យយើងនឹងព្រមចុះចាញ់ទៅព្រមចុះចាញ់ទៅព្រមធ្វើទៅជាព្រះទៅប៉ុន្តែព្រះរបស់គេសម្ដៅឲ្យជាទាសករនេះគឺជាអ្វីដែលយើងចាញ់មនោគមវិជ្ជារបស់គេបើសិនជាគេប្រយុទ្ធតតាំងជាមួយនឹងយើងដោយទល់មុខគ្នាគឺគេមិនអាចយកឈ្នះយើងបានទេប៉ុន្តែនៅពេលដែលយើងចាញ់មនោគមវិជ្ជារបស់គេហើយយើងព្រមចុះចាញ់ដោយសន្តិវិធីជាទីបំផុត